Rừng rào níនិយាយពីបរិសុទ្ធជនជាតិបរទេសម្នាក់ឈ្មោះរិនសៃដែលតែងតែទទួលមនុស្សឲ្យនៅផ្ទះរបស់គាត់ថ្ងៃមួយបរិសុទ្ធម្នាក់បានមកជួបគាត់បរិសុទ្ធនោះមានអារម្មណ៍មិនល្អហើយដោយសារតែហេតុផលនេះនៅពេលគាត់ចូលក្នុងបន្ទប់គាត់បានរុញទ្វារយ៉ាងខ្លាំងបន្ទាប់មកគាត់ដោះស្បែកជើងរបស់គាត់ហើយបោះវាចោលហើយភ្លាមនៅពេលគាត់លើកជើងរបស់គាត់ដើម្បីចូលរិនសៃក៏និយាយថាចាំសិនកុំចូលបរិសុទ្ធនោះសួរថាហេតុអ្វីរិនសៃឆ្លើយថាដំបូងទៅសុំការអភ័យទោសពីទ្វារនិងពីស្បែកជើងរបស់អ្នកបរិសុទ្ធនោះនិយាយថាហើយតើអ្នកកំពុងនិយាយអំពីអ្វីខ្ញុំបានឮថាពួកសង្ឃទាំងនេះឈួតប៉ុន្តែខ្ញុំមិនជឿទេតែឥឡូវនេះវាហាក់ដូចជាការពិតតើអ្នកកំពុងនិយាយមិនសមហេតុផលអ្វីហើយអ្វីបានជាខ្ញុំគួរតែសុំអភ័យទោសពីទ្វារនិងស្បែកជើងវាហាក់ដូចជាគួរឲ្យខ្មាស់អៀនណារិនសៃឆ្លើយថាអ្នកចេញទៅលើនេះហើយកុំមកម្ដងទៀតប្រសិនបើអ្នកអាចខឹងនឹងស្បែកជើងហើយអ្វីបានជាអ្នកមិនអាចសុំការអភ័យទោសព្រោះនៅពេលអ្នកខឹងអ្នកមិនដែលគិតថាវាល្ងងប៉ុណ្ណាទេអ្នកខឹងស្បែកជើងប្រសិនបើអ្នកអាចតាក់ទងនឹងកំហឹងហើយអ្វីបានជាមិនតាក់ទងនឹងសេចក្តីស្រឡាញ់នៅពេលអ្នកវាយទ្វារដោយកំហឹងបែបនេះអ្នកបានតាក់ទងនឹងទ្វារហើយអ្នកប្រព្រឹត្តខុសសិលធម៌វាមិនបានធ្វើអ្វីខុសចំពោះអ្នកទេសិនបើអ្នកអាចវាយទ្វារដោយកំហឹងហើយអ្វីបានជាអ្នកមិនអាចសុំការអភ័យទោសពីទ្វារទំនាក់ទំនងគឺជាទំនាក់ទំនងកំហឹងក៏ជាទំនាក់ទំនងមួយដែរសិនបើអ្នកមិនអាចសុំទោសបានកុំចូលមកដោយបានប៉ះពាល់នឹងភាពស្ងប់ស្ងាត់របស់រិនសៃបរិសុទ្ធនោះក៏ស្ងប់ស្ងាត់ហើយគាត់យល់ពីហេតុផលនោះគាត់យល់ថាប្រសិនបើអ្នកអាចខឹងហើយអ្វីបានជាអ្នកមិនអាចរស់នៅដោយសេចក្តីស្រឡាញ់បរិសុទ្ធនោះបានទៅប៉ះទ្វារទឹកភ្នែកចាប់ផ្ដើមចេញពីភ្នែករបស់គាត់មិនអាចទប់ទឹកភ្នែកបានទេបន្ទាប់មកគាត់បានអោនគ្រប់ស្បែកជើងរបស់គាត់ហើយការផ្លាស់ប្ដូរដ៏ធំមួយបានកើតឡើងនៅក្នុងជីវិតរបស់គាត់នៅពេលនោះគាត់បានងាកមកហើយដើរទៅរករិនសៃបានអោបគាត់ប្រសិនបើយើងមើលក្នុងជីវិតរបស់យើងនឹងឃើញថាយើងប្រហែលជាមិនអាចអើពើនឹងអ្វីដែលកំពុងកើតឡើងនោះទេប៉ុន្តែអ្វីដែលសំខាន់គឺរបៀបដែលយើងឆ្លើយតបទៅនឹងស្ថានភាពទាំងនោះយើងតែងតែមានជំរឿនក្នុងការឆ្លើយតបយើងអាចប្រតិកម្មដោយកំហឹងឬយើងអាចជំនះនឹងជំនួសកំហឹងដោយសេចក្តីស្រឡាញ់មានកំហឹងនៅអំពើហិង្សាជាច្រើននៅក្នុងពិភពលោកនៅក្នុងទីក្រុងភូមិនិងផ្ទះនីមួយៗមនុស្សម្នាក់អាចរកឃើញកំហឹងជាច្រើនការឆ្លើយតបនឹងកំហឹងនេះដោយសារកំហឹងកាន់តែច្រើននឹងគ្រាន់តែបន្ថែមភ្លើងប៉ុណ្ណោះយើងមិនពន្លត់ភ្លើងដោយបក់ភ្លើងទេយើងត្រូវតែគ្របដណ្ដប់ភ្លើងដូចគ្នានេះដែរយើងមិនពន្លត់ភ្លើងនៃកំហឹងដោយបន្ថែមភ្លើងកាន់តែច្រើនទេយើងគ្របដណ្ដប់ភ្លើងនៃកំហឹងដោយសេចក្តីស្រឡាញ់និងការអភ័យទោសវាត្រូវការធម៌ពលច្រើនដើម្បីឆ្លើយតបដោយកំហឹងហើយការឆ្លើយតបដោយទំនោរធ្វើឲ្យយើងចុះខ្សោយនិងអស់កម្លាំងតែប្រសិនបើយើងប្រើធម៌ពលរបស់យើងដើម្បីឆ្លើយតបដោយក្តីស្រឡាញ់យើងមិនត្រឹមតែនាំមកនូវភាពសុខដុមរមនាក្នុងស្ថានភាពនោះប៉ុណ្ណោះទេប៉ុន្តែយើងនឹងត្រូវបានផ្ដល់ធម៌ពលដោយសេចក្តីស្រឡាញ់នោះនៅពេលយើងធ្វើសកម្មភាពដោយសេចក្តីស្រឡាញ់យើងបើកទ្វារឲ្យសេចក្តីស្រឡាញ់របស់ព្រះដ៏មានមហិទ្ធិហូរមកតាមយើងត្រូវបានផ្ដល់ធម៌ពលនិងជំនួយដោយសេចក្តីស្រឡាញ់ដ៏ទេវភាពដូច្នេះនៅពេលក្រោយដែលអ្នកឃើញខ្លួនឯងនៅក្នុងស្ថានភាពដែលកំពុងកើតឡើងសូមព្យាយាមឆ្លើយតបដោយសេចក្តីស្រឡាញ់ជំនួសឲ្យកំហឹងហើយអ្នកនឹងឃើញថាការឆ្លើយតបដោយសេចក្តីស្រឡាញ់នឹងមានឥទ្ធិពលយ៉ាងខ្លាំងទាំងស្ថានភាពនិងសុខភាពផ្ទាល់ខ្លួនរបស់អ្នកសូមឲ្យយើងនាំមកនូវភាពសុខដុមរមនានិងសន្តិភាពដល់ពិភពលោកសូមឲ្យយើងយកឈ្នះអំពើហិង្សាដោយសេចក្តីស្រឡាញ់ហើយដោយធ្វើដូច្នេះយើងនឹងឃើញថាវានឹងមិនយូរទេមុនពេលបរិស្ថានសហគមន៍និងសង្គមរបស់យើងនឹងក្លាយជាឋានសួគ៌នៃសន្តិភាពនៅក្នុងពិភពលោកនេះ